សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីប៉ុន្តែមុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំចង់សួរអ្នកទាំងអស់គ្នាបន្តិចថាឧទាហរណ៍ថាប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែដើរតាមផ្លូវម្នាក់ឯងកណ្ដាលយប់ហើយបានឃើញវ៉ាលីមួយដែលត្រូវបានគេទុកចោលអត់ច្បាស់ថាគេទុកចោលឬក៏មិនទេតែឃើញវ៉ាលីហ្នឹងនៅកណ្ដាលផ្លូវកណ្ដាលវាលអញ្ចឹងដែលវ៉ាលីមួយហ្នឹងមានពណ៌ក្រហមហើយអត់មានផ្លាកយីហោអត់មានអីទេប៉ុន្តែមើលទៅថ្មីហើយស្អាតអញ្ចឹងតែអ្នកទាំងអស់គ្នានឹងធ្វើអីដើរចេញអត់ខ្វល់ឬក៏អ្នកទាំងអស់គ្នាទៅចិត្តវ៉ាលីហ្នឹងហើយបើកមើលថាខាងក្នុងមានអីចុះបើសិនបើអ្នកទាំងអស់គ្នាសម្រាប់ចិត្តថាបើកវ៉ាលីហ្នឹងហើយប៉ុន្តែអ្នកទាំងអស់គ្នាបានឃើញអ្វីដែលអ្នកទាំងអស់គ្នាអត់ចង់ឃើញអញ្ចឹងតែអ្នកទាំងអស់គ្នានឹងធ្វើម៉េចចាស់សាច់រឿងរបស់យើងថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹងវ៉ាលីពណ៌ក្រហមហ្នឹងឯងសាច់រឿងនៃវ៉ាលីពណ៌ក្រហមហ្នឹងគឺជារឿងរ៉ាវមួយដែលត្រូវបានគេចែករំលែកតគ្នានៅលើអ៊ីនធឺណិតនៅក្នុងប្រទេសតៃវ៉ាន់ហើយសាច់រឿងនីមួយៗវាមានការប្រែប្រួលខុសគ្នាបន្តិចបន្តួចដោយសារតែនៅក្នុងរឿងរ៉ាវវ៉ាលីពណ៌ក្រហមហ្នឹងគឺអត់មានផុសតាងណាមួយដែលបញ្ជាក់ថាវាបានកើតឡើងពិតទេប៉ុន្តែអ្នកដែលធ្លាប់ជួបប្រទេសវាហ្នឹងគាត់បានចែករំលែកតគ្នានៅលើអ៊ីនធឺណិតហើយគេតែងតែពមៀនតគ្នាថាបើសិនជាយើងបានជួបជាមួយនឹងវ៉ាលីពណ៌ក្រហមហ្នឹងដាច់ខាតគឺកុំប៉ះវ៉ាលីហ្នឹងឲ្យសោះហើយរឿងរ៉ាវដែលខ្ញុំយកមកនិយាយនៅក្នុងថ្ងៃហ្នឹងផងដែរគឺតាក់ទងទៅនឹងសាច់រឿងដែលបានកើតឡើងទៅលើក្មេងប្រុសដែលជានិស្សិតសាកលវិទ្យាល័យម្នាក់អញ្ចឹងនៅក្នុងយប់មួយបន្ទាប់ពីចេញពីសាកលវិទ្យាល័យទៅត្រឡប់ទៅផ្ទះវិញហ្នឹងដោយសារតែមេឃភ្លៀងខ្លាំងពេកអញ្ចឹងក្មេងប្រុសដែលជានិស្សិតសាកលវិទ្យាល័យហ្នឹងគាត់ទៅអត់ទាន់អាចចំណតរថភ្លើងចុងក្រោយហ្នឹងឯងខណៈពេលដែលគាត់ទៅដល់ចំណតហ្នឹងគឺរថភ្លើងចុងក្រោយហ្នឹងគេចេញទៅបាត់ហើយអញ្ចឹងដោយសារតែភ្លៀងខ្លាំងពេកគាត់ក៏អត់ចង់ទៅផ្ទះទាំងភ្លៀងខ្លាំងអញ្ចឹងដែរគាត់ក៏សម្រេចចិត្តថានឹងអង្គុយចាំឲ្យភ្លៀងរៀងស្បើយបន្តិចចាំទៅផ្ទះប៉ុន្តែខណៈពេលដែលគាត់កំពុងតែអង្គុយនៅចំណតរថភ្លើងម្នាក់ឯងហ្នឹងគាត់បានឃើញអីមួយយ៉ាងដែលតាក់ទាញចំណាប់អារម្មណ៍គាត់ឲ្យគាត់កលេចទៅមើលហើយអីដែលតាក់ទាញគាត់ហ្នឹងគឺវ៉ាលីដែលមានពណ៌ក្រហមចាំងដែលមើលទៅវ៉ាលីហ្នឹងវាលក្ខណៈថាជាវ៉ាលីថ្លៃហើយមើលទៅវានៅថ្មីហើយចៃដន្យអីនៅចិត្តវ៉ាលីហ្នឹងវាអត់មានណាគេនៅនឹងទេពេលវេលាចេះតែកន្លងផុតពី1នាទីទៅ1នាទីអត់មានអ្នកដំណើរណាបានដើរកាត់ស្ថានីយ៍នឹងទៀតទេហើយសូម្បីតែអ្នកដែលគាត់ធ្វើការនៅស្ថានីយ៍រថភ្លើងហ្នឹងក៏គេចាប់ផ្ដើមចេញទៅផ្ទះបដាដែរដោយសារតែវាយប់អីប៉ុន្តែវ៉ាលីពណ៌ក្រហមហ្នឹងវិញវានៅតែនៅនឹងដដែលអត់មានណាគេមកយកវ៉ាលីនេះទៅផ្ទះវិញទេអញ្ចឹងសិស្សហ្នឹងគាត់គិតថាចាំមើលតិចទៅលើមានណាគេផ្លិចឬក៏ម្ចាស់គេផ្លិចទៀតលើម្ចាស់គេមកយកវិញអញ្ចឹងណាហើយគាត់ក៏នៅអង្គុយចាំវ៉ាលីហ្នឹងអង្គុយចាំមើលថាមានណាគេមកយកអត់ប៉ុន្តែបើទោះបីជាគាត់អង្គុយចាំនៅនឹងឡើង20នាទីទៀតហើយក៏ដោយក៏អត់មានឃើញណាគេមកយកវ៉ាលីហ្នឹងទៅវិញដែរដល់ពេលឃើញថាអត់មានណាគេមកយកវ៉ាលីហ្នឹងទៅវិញក្មេងប្រុសហ្នឹងក៏សម្រេចចិត្តថាដើរទៅចិត្តវ៉ាលីហ្នឹងមើលថាមានអីអត់តែខណៈពេលដែលគាត់ដើរទៅចិត្តវ៉ាលីនឹងភ្លាមគាត់មានអារម្មណ៍ថាបរិយាកាសជុំវិញខ្លួនគាត់នឹងវាចាប់ផ្ដើមស្ងាត់សូនដូចយើងនៅក្នុងបន្ទប់មួយដែលបិទជិតចឹងណាមានអារម្មណ៍ថាស្ងាត់ហើយដូចពេលវេលាឈប់ដើរនៅពេលហ្នឹងអញ្ចឹងសូម្បីតែសលេងសម្រាប់ជើងគាត់ហ្នឹងក៏គាត់សឹងតែអត់លឺផងហើយគាត់ក៏អង្គុយចុះហើយយកដៃទៅប៉ះជាមួយនឹងដៃរបស់វ៉ាលីហ្នឹងតែខណៈពេលដែលគាត់ប៉ះវ៉ាលីនឹងភ្លាមបរិយាកាសជុំវិញខ្លួនគាត់នឹងទៀតផុតពីស្ងាត់ហើយចាប់ផ្ដើមត្រជាក់ប៉ះភ្លាមត្រជាក់ហើយគាត់ក៏លាស់ដៃចេញមកវិញប៉ុន្តែបើទោះបីជាប៉ះទៅនឹងវ៉ាលីហ្នឹងហើយវាធ្វើឲ្យគាត់មានអារម្មណ៍ថាវារៀងប្លែកមែនប៉ុន្តែអាការចង់ចេះចង់ដឹងរបស់គាត់ហ្នឹងវាលុបបាត់អាភាពភ័យខ្លាចអាភាពចម្លែកហ្នឹងចឹងហើយគាត់ក៏ទៅលើកវ៉ាលីហ្នឹងម្ដងទៀតតែពេលដែលគាត់លើកវ៉ាលីហ្នឹងគាត់មានអារម្មណ៍ថាវាស្រាលកាផេតហ្មងដូចអត់មានអីនៅក្នុងហ្នឹងទាំងអស់ចុងក្រោយគាត់ក៏សម្រេចចិត្តថាយកវ៉ាលីហ្នឹងទៅផ្ទះតែដែលគាត់អត់ដឹងទេថាខណៈពេលដែលគាត់សម្រេចចិត្តថាយកវ៉ាលីហ្នឹងទៅផ្ទះគឺជាកំហុសដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់គាត់ពេលដែលយកវ៉ាលីហ្នឹងទៅដល់ផ្ទះហើយក៏អត់បានយកវ៉ាលីហ្នឹងដាក់ចូលទៅក្នុងបន្ទប់គេងរបស់គាត់ទេគាត់ទុកនៅខាងក្រៅបន្ទប់គេងរបស់គាត់ហើយនៅក្នុងយប់ហ្នឹងផងដែរគឺគាត់គេងអត់លក់ទេមិនថាគាត់ព្យាយាមគេងយ៉ាងណាក៏គេងអត់លក់ដែរហើយអីដែលចម្លែកទៀតហ្នឹងគឺបន្ទប់អាផាតមិនរបស់គាត់ហ្នឹងមានអារម្មណ៍ថាវាត្រជាក់ខុសប្លែកពីធម្មតាអញ្ចឹងអស់រយៈពេល1ម៉ោងទៅ1ម៉ោងគាត់នៅតែអាចគេងលក់បានរហូតដល់កណ្ដាលយប់ទៅគាត់មានអារម្មណ៍ថាល្វើយខ្លាំងហើយតែនៅតែគេងអត់លក់រហូតដល់ម៉ោង3ភ្លឺគាត់ស្រាប់តែបានឮសំឡេងមួយដែលធ្វើឲ្យគាត់ភ្ញាក់ពីអាភាពអស់កម្លាំងហ្នឹងគឺគាត់បានឮសំឡេងគោះហើយគាត់ព្យាយាមផ្ទៀងស្ដាប់មើលថាតើសំឡេងគោះហ្នឹងវាឮមកពីណាអញ្ចឹងឮគោះតុកចឹងហើយបានប្រហែលជា2-3វិនាទីគាត់ស្រាប់តែឮសំឡេងគោះហ្នឹងចេញមកម្ដងទៀតដែលសំឡេងហ្នឹងគោះរៀងតិចហើយអត់សូវខ្លាំងទេអញ្ចឹងគាត់មើលទៅម៉ោងទៅក៏ឃើញថាម៉ោង3ភ្លឺហើយសំឡេងហ្នឹងនៅតែបន្តគោះអញ្ចឹងទៅអញ្ចឹងដោយសារតែសំឡេងគោះហ្នឹងវានៅតែឮគាត់ក៏សម្រេចចិត្តថាចេញទៅមើលមានណាគេមកគោះទ្វារគាត់តែពេលដែលគាត់បើកទ្វារបន្ទប់គេងគាត់ចេញមកសំឡេងហ្នឹងគឺមិនមែនឮគោះទ្វាររបស់គាត់ទេតែសំឡេងគោះហ្នឹងគឺឮចេញពីក្នុងវ៉ាលីភ្លាមហ្នឹងគាត់រៀងភ័យដែរពេលដែលឮសំឡេងគោះចេញពីក្នុងវ៉ាលីអញ្ចឹងគាត់ក៏រងចាំឲ្យសំឡេងគោះហ្នឹងវាស្ងាត់ខណៈពេលដែលសំឡេងគោះហ្នឹងស្ងាត់គាត់ក៏សម្រេចចិត្តថាដើរទៅមើលវ៉ាលីហ្នឹងហើយអីដែលគាត់ឃើញហ្នឹងគឺវ៉ាលីហ្នឹងវានៅកន្លែងដែលគាត់បានទុកនឹងដដែលទេអត់មានផ្លាស់ប្ដូរអត់មានដូចមានណាគេមកបើកអីទេហើយគាត់ក៏ទៅចិត្តវ៉ាលីហ្នឹងមើលលូកដៃប្រងទៅបើករូតវ៉ាលីហ្នឹងប៉ុន្តែភ្លាមដែលគាត់រៀបនឹងបើករូតវ៉ាលីហ្នឹងគាត់បានឮសំឡេងខ្សឹបមួយ
មួយនៅក្នុងអាផាតមិនគាត់នឹងដែលគាត់ស្ដាប់យល់ថាសលេងខ្សឹបនឹងមានន័យថាមិនទេដោយសលេងនឹងវាពិបាកយល់ខ្លាំងមែនតើអញ្ចឹងដោយសារតែខ្លាចផងអីផងនៅម្នាក់ឯងផងចម្លែកផងគាត់អត់ខ្វល់ទេក៏ដើរទៅក្នុងបន្ទប់គេងគាត់វិញហើយបិទទ្វារបន្ទប់គេងដេកវិញទៅរងចាំដល់ថ្ងៃរះចាំគិតទៀតរហូតដល់ស្អែកឡើងពីមួយថ្ងៃទៅមួយថ្ងៃគាត់អត់ទាន់បានបើកវ៉ាលីនឹងទេហើយជារៀងរាល់យប់គាត់តែងតែឮសំឡេងគោះនឹងចេញពីក្នុងវ៉ាលីនឹងហើយសំឡេងនឹងចាប់ផ្ដើមឮខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់គាត់អាចគេងលក់បានទេហើយជារៀងរាល់ថ្ងៃគឺគាត់អស់កម្លាំងខ្លាំងមែនទែនដោយសារតែមានការរំខានរហូតដល់យូរទៅគាត់ចាប់ផ្ដើមកត់សម្គាល់ឃើញថាមានអ្វីមួយចម្លែកដែលរុកថតគ្រួសាររបស់គាត់នៅក្នុងផ្ទះរបស់គាត់នឹងសត្វតែសុកធ្លាក់ពីលើអញ្ចឹងហើយជួនកាលទៅទ្វារផ្ទះរបស់គាត់នឹងបើកខ្លួនឯងហើយពេលខ្លះទៀតអាទទួលរបស់គាត់នឹងបើកខ្លួនឯងហើយដូរប៉ុស្តិ៍ខ្លួនឯងទៀតទាំងកដាយប់អីចឹងដែលធ្វើឲ្យគាត់ភ័យខ្លាចខ្លាំងមែនទែនរីឯអ្នកជិតខាងរបស់គាត់វិញបាននិយាយថាពួកគេតែងតែឮសលេងខ្សឹបសលេងចលៃអីចេញពីអាផាតមិនរបស់គាត់នឹងប៉ុន្តែជារៀងរាល់ពេលដែលគាត់ឆែកមើលថាតើផ្ទះរបស់គាត់នឹងមានអីចម្លែកអត់ប្លែកអត់មានអាគេលួចចូលផ្ទះគាត់អត់គឺអត់មានឃើញអីទេតែបើយោងតាមអីដែលអ្នកចិត្តខាងនិយាយហ្នឹងគេបាននិយាយថាគេគឺពិតជាបានឮសំឡេងចម្លែកចេញពីអាផាតមិនរបស់គាត់មែនអស់ពីអ្នកចិត្តខាងឮសំឡេងចេញពីបន្ទប់អាផាតមិនរបស់គាត់ហ្នឹងហើយអីដែលរត់តែចម្លែកទៀតហ្នឹងគឺជារៀងរាល់ពេលដែលគាត់ថតរូប selfie មកខ្លួនឯងហ្នឹងគាត់តែងតែឃើញមានអីមួយយ៉ាងឈរនៅខាងក្រោយខ្នងគាត់ដែលវាមានមើលទៅរៀង blur ខ្មៅស្មៅហើយស្មៅហ្នឹងមើលទៅដូចជាមនុស្សស្រីដែលមានសក់វែងមើលទៅមានស្បែកស្លេកស្លាំងហើយភ្នែកវិញរៀងខូងរុងគាត់មើលឃើញអញ្ចឹងហើយមិនថាគាត់ទៅកន្លែងណាទេសមោហ្នឹងរូបភាពរបស់មនុស្សស្រីហ្នឹងតែងតែទៅតាមគាត់គ្រប់ទីកន្លែងហើយគាត់មានអារម្មណ៍ថាអីដែលនៅខាងក្រោយគាត់ហ្នឹងសម្លឹងមើលមកកាន់គាត់រហូតដល់ថ្ងៃមួយពេលដែលគាត់ចេញពីសាលាមកផ្ទះវិញអីដែលគាត់ចាប់អារម្មណ៍ឃើញហ្នឹងគឺគាត់មានអារម្មណ៍ថាវ៉ាលីពណ៌ក្រហមហ្នឹងហាក់ដូចជាអង្គលទៅមុខមានអារម្មណ៍ថាវាអង្គលបន្តិចបន្តួចឯដែលពិបាកឲ្យគាត់កត់សម្គាល់ដែលជាហេតុធ្វើឲ្យក្មេងប្រុសហ្នឹងគាត់ចាប់ផ្ដើមគិតថាប្រហែលជាមានអីមួយខុសប្លែកជាមួយនឹងវ៉ាលីហ្នឹងអីចឹងទៅគាត់ក៏សាកល្បងយកស្គុតទៅបិទលើអត់ហ្នឹងដើម្បីចំណាំថាថ្ងៃហ្នឹងវ៉ាលីហ្នឹងវានៅកន្លែងហ្នឹងអញ្ចឹងចាំមើលបើសិនជាវាអង្គលមែនបានថាថ្ងៃស្អែកវាអាចនឹងទៅផុតអាកន្លែងគាត់បិទហ្នឹងហើយអញ្ចឹងដល់ពេលព្រឹកឡើងពេលគាត់មកមើលគឺឃើញថាវ៉ាលីហ្នឹងគឺពិតជាបានអង្គលទៅមុខហ្នឹងមែនដោយវាអង្គលផុតអាកន្លែងស្គុតដែលគាត់បានបិទហ្នឹងអញ្ចឹងមានន័យថាជារៀងរាល់យប់បន្ទាប់ពីម៉ោង3ភ្លឺទៅគឺវ៉ាលីហ្នឹងវាអង្គលបន្តិចម្ដងទៅកាន់បន្ទប់គេងរបស់គាត់រហូតដល់ថ្ងៃមួយពេលដែលគាត់ភ្ញាក់ឡើងគឺឃើញវ៉ាលីហ្នឹងនៅទល់មុខបន្ទប់គាត់ហ្មងបើកទ្វារមកវ៉ាលីហ្នឹងនៅទល់មុខហ្មងហើយគាត់ឆ្ងល់ថាគាត់ដែរឮសលេងរបស់វ៉ាលីហ្នឹងក៏ទៅមុខឯតែមិនបានសុកវាមកដល់មុខកតុបគាត់អញ្ចឹងដោយសារតែអត់បានគេងច្រើនថ្ងៃផងគាត់ក៏ចង់ដឹងកាន់តែខ្លាំងថានៅខាងក្នុងវ៉ាលីហ្នឹងមានអីគេអញ្ចឹងដល់ពេលថ្ងៃត្រង់គាត់ក៏សម្រេចចិត្តថាគាត់នឹងបើកវ៉ាលីហ្នឹងមើលហើយខណៈពេលដែលគាត់បើកវ៉ាលីហ្នឹងមកគឺគាត់អត់មានឃើញអីទាំងអស់ក្នុងវ៉ាលីហ្នឹងគឺគឺឃើញតែភាពងងឹតទេដែរមានអារម្មណ៍ថាវាខុសប្លែកពីវ៉ាលីធម្មតាយើងបើកទៅយើងឃើញបាតតែអាវ៉ាលីនេះបើកទៅឃើញតែភាពខ្មៅងងឹតហើយមានអារម្មណ៍ថាអាភាពខ្មៅហ្នឹងវាឡើងជ្រៅទៅក្នុងអញ្ចឹងហើយគាត់បានឮសំឡេងដកដង្ហើមមួយហើយសំឡេងដកដង្ហើមហ្នឹងមិនមែនឮនៅចិត្តជាគាត់ទេណាគឺឮនៅខាងក្រោយខ្នងគាត់ហើយបាននិយាយថាទីបំផុត finally សំឡេងហ្នឹងគឺបាននិយាយតែប៉ុណ្្នឹងហើយក៏បាត់សូន្យទៅអញ្ចឹងគាត់ក៏សម្រេចចិត្តបិទវ៉ាលីហ្នឹងវិញប៉ុន្តែក្នុងចិត្តគាត់បានគិតថាប្រហែលជាគាត់បានសម្រេចចិត្តខុសហើយនៅក្នុងការសម្រេចចិត្តបើកវ៉ាលីហ្នឹងដោយសារតែតាំងពីពេលដែលគាត់បានបើកវ៉ាលីហ្នឹងហើយសលេងខ្សឹបសលេងគោះអីហ្នឹងគឺលែងឮចេញពីក្នុងវ៉ាលីមកទេហើយប៉ុន្តែវាចាប់ផ្ដើមឮពេញកន្ទប់គាត់ហ្មងឮចេញពីក្នុងកញ្ចក់ឮចេញពីទ្វារចេញពីប្អួចគឺឮពេញផ្ទះរបស់គាត់ហើយមិត្តភ័ក្តិរបស់គាត់ចាប់ផ្ដើមកត់សម្គាល់ឃើញថាគាត់ចាប់ផ្ដើមស្លក់កាន់តែខ្លាំងហើយតែអាសាឃើញគាត់ហ្នឹងកលែកមើលខាងក្រោយខ្នងរហូតដល់ដឹងមិននិយាយដើរកលែកមើលក្រោយដើរកលែកមើលក្រោយដល់ពេលមិត្តភ័ក្តិគាត់ឃើញគាត់ចម្លែកអញ្ចឹងគេក៏សួរថាកើតអីថាបានឥឡូវហ្នឹងស្លក់ខ្លាំងម៉េចហើយមិនបានចេះតែកលែកមើលក្រោយរហូតចឹងគាត់ក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិគាត់ថាគឺមានមនុស្សស្រីម្នាក់តាមពីក្រោយខ្នងគាត់រហូតមិត្តភ័ក្តិហ្នឹងពេលឮអញ្ចឹងអត់ជឿហើយដល់ពេលគេអត់ជឿគាត់ថាបើអត់ជឿទេទៅឆែកកាមេរ៉ាមើលហើយខណៈពេលដែលពួកគេទាំងអស់គ្នាទៅឆែកកាមេរ៉ាមើលហ្នឹងគឺពិតជាបានឃើញមានអីម្យ៉ាងតាមពីក្រោយគាត់មែនហើយតាមប្រហែលជា 4-5 ជំហាននៅខាងក្រោយខ្នងគាត់សមោរបស់មនុស្សស្រីម្នាក់ហ្នឹងគឺតាមគាត់នៅជំហានហ្នឹងស្មើទេបានន័យថាបើនៅក្រោយគាត់ 4-5 ជំហានហ្នឹងដើរទៅណាក៏នៅក្រោយ 4-5 ជំហានហ្នឹងរហូតដែរអញ្ចឹងបន្ទាប់ពីមានរឿងរ៉ាវទាំងអស់ហ្នឹងបានកើតឡើងរយៈពេលមួយសប្តាហ៍ក្រោយមកមិត្តភ័ក្តិរបស់គាត់បានទទួលការខលមួយមកពីគាត់ហើយនៅពេលដែលគេលើកលេខទូរស័ព្ទហ្នឹងទៅអីដែលគេបានលើហ្នឹងគឺលើគាត់ខ្សឹបមកកាន់ពួកគេតែមកប្រយោគឯងដោយគាត់បាននិយាយថានាងកំពុងតែនៅក្នុងអាផាតមិនហ្នឹងហើយនិយាយតែប៉ុណ្្នឹងហើយខ្សែទូរស័ព្ទហ្នឹងក៏ដាច់បាត់ទៅអញ្ចឹងនៅព្រឹកបន្ទាប់ប៉ូលីសក៏គេចាប់ផ្ដើមចុះទៅឆែកឆេរនៅបន្ទប់អាផាតមិនរបស់គាត់ហ្នឹងហើយពេលគេទៅដល់ទ្វារបន្ទប់ហ្នឹងចាក់សោអញ្ចឹងប៉ូលីសក៏គេព្យាយាមទម្លុះចូលទៅក្នុងបន្ទប់ហ្នឹងទៅដល់ពេលគេទម្លុះចូលទៅក្នុងហ្នឹងបានអីដែលគេឃើញហ្នឹងមិនមែនជាទីកន្លែងដែលជាកន្លែងវាថាមិនមែន crime scene ទេមិនមែនជាកន្លែងដែលកើតហេតុឬក៏មានករណីឃាតកម្មអីទេដោយសារតែនៅក្នុងបន្ទប់ហ្នឹងគឺមើលទៅអត់មានស្លាកសញ្ញាថាមានការផ្តែកបន្ទប់ទេអត់មានស្នាមឈាមហើយក៏អត់
មានឃើញសាកសពរបស់ណាគេដែរនៅក្នុងកន្ទប់ហ្នឹងគឺទទេហ្មងប៉ុន្តែអីដែលគេបានឃើញហ្នឹងគឺឃើញតែវ៉ាលីដែលមានពណ៌ក្រហមចាំងមួយដែលវ៉ាលីហ្នឹងវានៅកណ្ដាលកន្ទប់ទទួលភ្ញៀវក្នុងអាផាតមិនហ្នឹងហ្មងហើយនៅលើវ៉ាលីហ្នឹងទៀតសោតវាអត់មានស្នាមអីទាំងអស់ដែលប៉ូលីសហ្នឹងគឺគាត់ឆ្ងល់ថាមិនបានវាអាលងស្អាតដល់ថ្នាក់ហ្នឹងអត់មានស្នាមកយ៉ៅដាក់អត់មានស្នាមឆ្កូតអត់មានស្នាមអីទាំងអស់អត់មានបសរជាផោះតាងអីទេហើយខណៈពេលហ្នឹងប៉ូលីសហ្នឹងក៏គាត់គិតថាងាកទៅយកថង់ងាកទៅយកអីមកច្រកវ៉ាលីហ្នឹងទុកទៅធ្វើកសោវិច័យអីចឹងតែគ្រាន់តែងាកទៅហើយងាកមកវិញភ្លាមហ្នឹងវ៉ាលីពណ៌ក្រហមហ្នឹងក៏បាត់ដល់ដឹងមូលហេតុអត់ដឹងថាបាត់ទៅណាទេហើយវាបាត់លឿនលើសពីអីដែលប៉ូលីសហ្នឹងគាត់រំពឹងទុកចឹងវ៉ាលីក្រហមហ្នឹងគឺគេអត់ដឹងថាវាបានបាត់ទៅណាទេដែលជាហេតុធ្វើឲ្យរឿងរ៉ាវនៃវ៉ាលីក្រហមហ្នឹងคล้ายទៅជារឿងរ៉ាវមួយដែលគេនិយាយតគ្នាមកដល់រាល់ថ្ងៃដែលអ្នកខ្លះគេបាននិយាយថានៅក្នុងវ៉ាលីពណ៌ក្រហមហ្នឹងមានសាកសពរបស់នារីម្នាក់ដែលត្រូវបានគេសម្លាប់រីឯអ្នកខ្លះទៀតគេជឿថានៅក្នុងវ៉ាលីហ្នឹងគឺមានវិញ្ញាណមួយដែលបានន័យថាមានគំនុំមានកំហឹងចងពៀននៅក្នុងហ្នឹងហើយអ្នកខ្លះទៀតគេនិយាយថានៅក្នុងវ៉ាលីហ្នឹងប្រហែលជាមានវិញ្ញាណជើងកបនៅក្នុងហ្នឹងហើយចឹងបើសិនជានរណាគេដែលគាត់បើករូតវ៉ាលីហ្នឹងបើកមើលខាងក្នុងវ៉ាលីហ្នឹងអ្នកហ្នឹងនឹងស្នងតំណែងរបស់វ៉ាលីក្រហមហ្នឹងចឹងហើយគេនិយាយថាក្មេងប្រុសហ្នឹងប្រហែលជាត្រូវបានព្រលឹងរបស់នារីម្នាក់ហ្នឹងយកគាត់ធ្វើជាអ្នកបន្តវេននៅក្នុងវ៉ាលីហ្នឹងចឹងណាហើយគេនិយាយថាវ៉ាលីពណ៌ក្រហមហ្នឹងគឺតែងតែបង្ហាញខ្លួននៅកណ្ដាលវាម្នាក់ឯងកន្លែងដែលស្ងប់ស្ងាត់ហើយរងចាំឲ្យនរណាម្នាក់ទៅបើកមើលវារងចាំឲ្យនរណាគេដែលគាត់ចង់ចេះចង់ដឹងជ្រុលចឹងទៅចង់បើកមើលទៅហើយអ្នកហ្នឹងនឹងខ្លាចទៅជាជនរងគ្រោះបន្ទាប់នៃវ៉ាលីពណ៌ក្រហមហ្នឹងចឹងអ្នកទាំងអស់គ្នាវិញបន្ទាប់ពីបានស្ដាប់វីដេអូមួយហ្នឹងហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរហើយបើសិនជាអ្នកទាំងអស់គ្នាកំពុងតែដើរតាមផ្លូវម្នាក់ឯងហើយឃើញវ៉ាលីពណ៌ក្រហមហ្នឹងអីហ៊ានបើកមើលទៀតអត់ហើយនៅចង់ចេះចង់ដឹងខុសរឿងទៀតអត់មានន័យថារឿងខ្លះយើងអត់គួរចង់ដឹងច្រើនពេកទេរបស់ខ្លះយើងអត់គួរដឹងអត់គួរប៉ះល្អជាងសាច់រឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាមានជាមតិយោបល់ផ្សេងអ្នកទាំងអស់គ្នាអាច comment នៅក្នុង comment section ខាងក្រោមបានខ្ញុំនឹងចំណាយពេលអាន comment របស់អ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយចុច like comment ក៏ដូចជាពិសេសហ្នឹង subscribe ផងដោយសារតែការ subscribe របស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តរបស់ខ្ញុំនៅក្នុងការផលិតវីដេអូបន្តអរគុណជម្រាបលាបាយ